今天我们来继续商量关于聪明和不聪明的小孩的事情啊。上次上个视频老师说了是关于一些父母说自己的小孩很不聪明，其他人的小孩很聪明。ចឹងឥឡូវនេះគឺយកមកបន្តពិភាក្សាទៅលើ topic ថាក្មេងឆ្លាតនិងក្មេងមិនឆ្លាតនៅក្នុងវីដេអូមុនគឺខ្ញុំបាននិយាយហើយពាក់ព័ន្ធថា爸妈们ចំនួនហ្នឹងថាកូនខ្លួនឯងអត់សូវឆ្លាតទេកូនគេមិនឆ្លាត好现在我们来看一下我们该怎么协助小孩ចាឥឡូវយើងមើលថាតើយើងគួរតែជួយទៅដល់កូនរបស់យើងរបៀបម៉េច好第一个呢就是这第一点你要记住小孩受不了压力ណាចឹងទី1យើងត្រូវចាំថាក្មេងគឺគាត់មិនអាចទទួលយកសម្ពាធបានទេអញ្ចឹងមានន័យថាយើងកុំដាក់សម្ពាធឲ្យគាត់ច្រើនពេក不要给小孩太大的压力小孩的天才就是一边学习一边玩ចឹងមានន័យថាគឺយើងកុំដាក់សម្ពាធឲ្យក្មេងពេកទេពកោសល្យពីធម្មជាតិរបស់គាត់គឺរៀនបណ្ដើលេងបណ្ដើ所以你要让他们慢慢学习慢慢了解世界អញ្ចឹងយើងត្រូវតែឲ្យគាត់ហ្នឹងរៀនតាមសម្រួលស្វែងយល់ពីពិភពលោកនេះតាមសម្រួលហើយទី2个点呢那ចំណុចទី2